ថៃកំពុងប្រួយបារម្ភចំពោះការថយចុះខ្លាំងនៃចំនួនភ្ញៀវទេសចរដោយសារបញ្ហាអសុវត្ថិភាពមួយចំនួនស្រាបៀគ្រុតរូបរាងថ្មីរឹតតែទាន់សម័យរឹតតែចំកោះនៅតែលុយពិសាដោយការទទួលខុសត្រូវក្រសួងទេសចរនិងកីឡាបានណែនាំអាជ្ញាធរទេសចរថៃឲ្យរៀបចំផែនការទីផ្សារទេសចរឆ្នាំ2025ដើម្បីទប់ទល់នឹងទីផ្សារអាស៊ីដែលចុះខ្សោយនិងធ្វើឲ្យប្រាក់ចំណូលនៅក្នុងវិស័យនេះថយចុះនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Bangkok Post កាលពីថ្ងៃអង្គារទី22ខែមេសាតាមទិន្នន័យរបស់ក្រសួងទេសចរថៃបានឲ្យដឹងថាទីផ្សារទេសចររបស់ប្រទេសថៃនៅក្នុងតំបន់អាស៊ីដែលសំខាន់រួមមានចិនហុងកុងតៃវ៉ាន់កូរ៉េខាងត្បូងនិងវៀតណាមបានថយចុះយ៉ាងហោចណាស់ 17% ក្នុងរយៈពេលនេះការថយចុះនេះត្រូវបានគេសន្និដ្ឋានថាដោយសារតែបញ្ហាទំនុកចិត្តលើសុវត្ថិភាពនៅក្នុងប្រទេសថៃនិងការកាត់បន្ថយចំនួនជើងហោះហើរក្រោយការបញ្ចប់ពិធីបុណ្យសង្ក្រាន្តអ្នកស្រីណាត្រីយ៉ាថាវីវងនិងជាប្រធានក្រុមប្រឹក្សាភិបាលក្រសួងទេសចរថៃបាននិយាយថាដោយសារតែកត្តាអវិជ្ជមានមួយចំនួនទើបធ្វើឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនិងផលប៉ះពាល់នៃសេដ្ឋកិច្ចបន្ទាប់ពីមានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកបានជះឥទ្ធិពលដល់គោលដៅទេសចររបស់យើងដូច្នេះយើងត្រូវការផ្លាស់ប្តូរផែនការដើម្បីរក្សាប្រាក់ចំណូលសម្រាប់ជាតិអ្នកស្រីណាត្រីយ៉ាបានបន្តទៀតថាប្រទេសនៅក្នុងតំបន់អាស៊ីដែលតែងមានប្រជាជនមកលេងកម្សាន្តនៅក្នុងប្រទេសថៃច្រើនជាងគេរួមមានចិនហុងកុងតៃវ៉ាន់កូរ៉េខាងត្បូងនិងវៀតណាមប៉ុន្តែគិតមកត្រឹមត្រីមាសទី1នៃឆ្នាំ2025ចំនួនភ្ញៀវទេសចរទាំងនោះបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ជាពិសេសភ្ញៀវទេសចរជនជាតិចិនលោកស៊ីស្ឌីវច្ឆរៈឈីវរ៉ាថាផនប្រធានទីប្រឹក្សាសមាគមភ្នាក់ងារទេសចរថៃបាននិយាយថាប្រទេសថៃកំពុងដោះស្រាយវិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះគាត់បាននិយាយថាពេលវេលាចុងក្រោយដែលយើងប្រឈមមុខនឹងការធ្លាក់ចុះដ៏ធំនេះគឺនៅក្នុងឆ្នាំ2018បន្ទាប់ពីមានឧបទ្ទវហេតុទូកមរណៈនៅភូកេតដែលបណ្ដាលឲ្យមនុស្សចំនួន47នាក់បានស្លាប់ហើយស្ថានភាពឥឡូវនេះកាន់តែតឹងតែងដោយសារទីផ្សារត្រូវបានរងផលប៉ះពាល់ដោយសារកត្តាអវិជ្ជមានជាច្រើនដែលបង្កមកពីផលប៉ះពាល់នៃសេដ្ឋកិច្ចនិងពន្ធរបស់សហរដ្ឋអាមេរិកបញ្ហាការស្រុតចុះនៃចំនួនភ្ញៀវទេសចរនេះបានបង្កជាក្តីបារម្ភសម្រាប់ប្រទេសថៃដូចនេះរាជរដ្ឋាភិបាលថៃនឹងបង្កើតយន្តការថ្មីដោយកសាងទំនាក់ទំនងជិតស្និទ្ធជាមួយនឹងស្ថានទូតរបស់ប្រទេសនានានៅក្នុងប្រទេសខ្លួនព្រមទាំងណែនាំយុទ្ធសាស្ត្រថ្មីៗទៅកាន់ក្រុមហ៊ុនអាកាសចរក្រុមហ៊ុនទេសចរនិងភ្នាក់ងារទេសចរតាមអ៊ីនធឺណិតធ្វើការផ្សព្វផ្សាយយ៉ាងណាឲ្យភ្ញៀវទេសចរមានទំនុកចិត្តឡើងវិញ